ឆ្កោះស្នេហ៍អូនហើយប្រលឹងមកធ្វើយ៉ាងហ្នឹងលោកអ្នកនាងនិងបងប្អូនជាទីមេត្រីកាលពីខែកុម្ភៈឆ្នាំ2026កន្លងទៅថ្មីនេះកូនស្រីអាយុជាង10ឆ្នាំរបស់អតីតតារាចម្រៀងរស្មីហងមានសាពូនមេតាដាឈ្មោះសាពូនតារាភិមានបានបញ្ចេញចម្រៀងជាច្រើនបទខណៈមុននេះឪពុកមិនគាំទ្រនោះទេស្នេហ៍អូនចំពោះបងគឺក្តីស្នេហ៍បរិសុទ្ធតែការពិតគឺបងមានរូបចម្រៀងរបស់សាពូនតារាភិមានលំនាំតាមឪពុកទាំងអស់ដូចជាបទអស់ស្នេហ៍មិនចង់បាត់បង់បងបទគ្រប់យ៉ាងដើម្បីបងនិងបទបដូរសាលាបដូរចិត្តជាដើមការចាប់យកអាជីពជាតារាចម្រៀងតាមឪពុកនេះបានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ត្រង់កង្វល់ខលដល់រឿងអតីតខ្សែជីវិតសូមរំលឹកថាសាពូនតារាភិមានបានចូលសម្ដែងភាពយន្តតាំងពីអាយុ12ឆ្នាំកាលពីឆ្នាំ2022ដែលមុននេះលោកសាពូនមេតាដាបានប្រាប់សារព័ត៌មានដល់ប្រឆាំងមិនឲ្យកូនស្រីចូលសិល្បៈនោះទេផ្ទុយទៅវិញតារាចម្រៀងសឿសធិរាបានគាំទ្រឲ្យកូនចូលសិល្បៈផ្កាឈូកដល់ចេញពីដីផូតជាដីដែលគក់ក្បើមគ្មានអ្នកណាហ៊ានប៉ែតែផ្កាឈូកនេះយ៉ាងណាក៏ដោយក្រោយពេលលោកសាពូនមេតាដានិងលោកស្រីសឿសធិរាបានចែកផ្លូវគ្នាកូនស្រីច្បងរបស់អ្នកទាំងពីរបានដើរចូលសិល្បៈដោយគ្មានអ្នកជំទាស់តើលោកអ្នកនាងគាំទ្រចំពោះការចូលសិល្បៈរបស់សាពូនតារាភិមានដែរឬទេហើយលោកអ្នកនាងយល់យ៉ាងណាដែរចំពោះសំនៀងរបស់សាពូនតារាភិមានយំមិញនរណាញញឹមដាក់